ការមើលថែទាំខ្លួនឯងជាអ្វីជាទូទៅជីវិតយើងម្នាក់ៗរមែងជួបនៅបញ្ហាប្រឈមនិងទុក្ខកង្វល់ផ្សេងៗពីគ្នាដែលគេចមិនផុតឡើយមានរឿងមិនសមហេតុផលជាច្រើនដែលធ្វើឲ្យយើងខ្វល់ខ្វាយនិងតានតឹងអារម្មណ៍ការមើលថែខ្លួនឯងគឺជាវិធីមួយដែលអាចធ្វើឲ្យចិត្តរបស់យើងរឹងមាំមានអារម្មណ៍ស្ងប់សុខនិងធូរស្រាលដូច្នេះតើការមើលថែខ្លួនឯងជាអ្វីការមើលថែខ្លួនឯងគឺសំដៅលើសកម្មភាពដែលយើងមើលថែសុខភាពផ្លូវចិត្តរបស់យើងនិងត្រៀមខ្លួនជាស្រេចក្នុងការទទួលនៅរាល់បញ្ហាដែលនឹងកើតមានឡើងការមើលថែខ្លួនឯងមិនមែនមានន័យថាត្រូវគិតតែពីខ្លួនឯងឬអាត្មានិយមនោះទេជាការពិតការអនុវត្តទម្លាប់មើលថែខ្លួនឯងគឺបានធ្វើឲ្យយើងអាចបំពេញកិច្ចការបានកាន់តែច្រើនអាចសម្រេចបំណងក្នុងជីវិតបានព្រមទាំងជួយជាប្រយោជន៍ដល់អ្នកដទៃផងដែរនេះជាវិធីដ៏មានប្រសិទ្ធភាពមួយសម្រាប់ជួយឲ្យយើងសម្រេចបាននូវតុល្យភាពនៅក្នុងជីវិតនិងគ្រប់គ្រងភាពតានតឹងរបស់យើងបានមនុស្សម្នាក់ៗមានរបៀបមើលថែខ្លួនឯងផ្សេងៗពីគ្នាសម្រាប់មនុស្សមួយចំនួនការមើលថែខ្លួនឯងមានន័យថាជាការភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងការចំណាយពេលវេលាជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារជាដើមសម្រាប់មនុស្សផ្សេងទៀតការមើលថែខ្លួនឯងអាចមានន័យថាការធ្វើអ្វីៗដែលពួកគេចូលចិត្តឬការធ្វើសមាធិការហាត់ប្រាណនិងការចំណាយពេលនៅខាងក្រៅជាមួយធម្មជាតិក៏ជាវិធីដ៏ល្អមួយដែលមនុស្សផ្ដល់ថាមពលដល់ខ្លួនពួកគេមួយវិញទៀតនោះការចូលរួមក្នុងសង្គមកន្លែងធ្វើការមិនថាសកម្មភាពល្អដែលអ្នកបានធ្វើនោះតិចក្តីឬច្រើនក្តីសុទ្ធសឹងតែជាការផ្ដល់នូវតម្លៃដល់ខ្លួនឯងនិងធ្វើឲ្យខ្លួនឯងកាន់តែមានភាពល្អប្រសើរឡើងជារួមមកការមើលថែខ្លួនឯងគឺជាវិធីដែលជួយឲ្យយើងដឹងអំពីតម្រូវការរបស់ខ្លួនឯងផ្ដល់ថាមពលនិងស្ដារតុល្យភាពផ្លូវកាយផ្លូវចិត្តនិងសតិអារម្មណ៍របស់យើងឲ្យបានប្រសើរឡើងព្រមទាំងជួយឲ្យយើងកាន់តែរីកចម្រើនមានចំណេះដឹងនិងមានតម្លៃនៅក្នុងសង្គមបញ្ហាប្រឈមនោះគឺត្រូវស្វែងរកឲ្យឃើញនៅមធ្យោបាយមើលថែខ្លួនឯងឲ្យបានស័ក្តិសមសម្រាប់យើងម្នាក់ៗព្រោះថាមនុស្សយើងជួបបញ្ហាផ្សេងៗពីគ្នាដូច្នេះតើមានអ្វីខ្លះទៀតដែលយើងអាចធ្វើដើម្បីជំនះនៅរាល់បញ្ហាប្រឈមទាំងនោះនិងមើលថែផ្លូវចិត្តរបស់យើងឲ្យបានល្អប្រសើរ